Hello, ngày nay Dương mà riêng từ là basic comment mà dùng win. Hello, nhưng xong thời gian login sẵn. Password. Hello video lại. Hello, dùng check từ là IP vintage làm bay ping remoteចូលមកquay IP code IPA IP របស់វាគឺ192 107.1.34 ឥឡូវយើងចូល PowerShell យើង run administrator ឥឡូវខ្ញុំ ping វា IP 192.168.1.34 ស្គាល់ហើយhello បើវាស្គាល់យើងសូមធ្វើការ comment វាយ sh name add IP 192.168.134 ខ្ញុំវាយខុសចាំតិចកន្លែងនេះវាសួរយើង yes or no អញ្ចឹងយើងឆ្លើយ yes មកយើងមិននេះច្រើនទេវាយ yes ពេញក៏បានវាយតវាយក៏បានដែរខ្ញុំវាយpassword វាយ password យើងវាយ password មកនេះបានហើយអានេះយើងយកវាដើម្បី connect ទៅ YouTube server របស់យើងឥឡូវខ្ញុំចង់វាយថាវាពិតជាអាច connect ទៅបានអត់ who am I ហើយឥឡូវខ្ញុំសូមវាយ pwd ដើម្បីមើល directory របស់វា directory វាគឺប៉ុណ្ណេះឥឡូវយើង connect វាបានហើយអស់ហើយត្រង់ចំណុចនេះយើងដឹងកន្លែងផ្ទុករបស់វាហើយគឺវាផ្ទុកនៅ home name នៅនេះឥឡូវនេះអីដែលយើងគួរធ្វើបន្តគឺយើងវាយ comment line មួយចំនួនដើម្បី update និង upgrade ទៅលើវាឥឡូវយើងវាយមក sudo ដើម្បីបង្កើត upgrade និង update របស់វាហើយយើងធ្វើការបង្កើត folder វាអីបន្តទៀតឥឡូវខ្ញុំសូមធ្វើការវាយ comment sudo apt update enter password ឥឡូវយើងបានប៉ុណ្្នឹងហើយយើងឥឡូវយើងវាយ comment update ហើយយើងទៅវាយ comment sudo upgrade ទៀត sudo apt upgrade នេះដោយសារខ្ញុំ upgrade ហើយអញ្ចឹងវាដានមកហើយឥឡូវនេះយើងនឹងធ្វើការបង្កើត folder វាមកដោយយើងវាយពាក្យថា touch touch យើង touch អីគេ sv folder sv 2.6 enter មកឥឡូវយើងដើម្បីដឹងថាវាបង្កើតបានយើងធ្វើការ echo print វាយើង print វា echo ដកគ្រាយើងវាយពាក្យមក hello world hi hello world hi sv 2.6 please send to video ហើយ enter ឥឡូវវានេះវាបានន័យថាវា print បានយកជ័យហើយឥឡូវនេះយើងទៅធ្វើការ check ទៅលើ comment
ការ store របស់វាថាវា store លក្ខណៈរបៀបម៉េចយើងវាយ command line ls/l នេះវា store នេះ c0 ហើយនៅលើ folder svp បាននេះវា row វាគឺវា store របៀបនេះឥឡូវយើងមាន command មួយទៀតដែលឆែកទៅលើច្បាស់លាស់ជាងហ្នឹងទៅលើថ្ងៃម៉ោងពេលដែលយើងបង្កើត folder ហ្នឹងអូខេបង្កើត text file ហ្នឹងអូខេឥឡូវយើងវាយ command line ទៅមក ls /l8 អូខេណាវានឹងបង្ហាញទៅលើម៉ោងថ្ងៃខែពេលវេលានិង folder ឈ្មោះហើយនឹងការ store អូខេឥឡូវនេះខ្ញុំសូមធ្វើការទៅបង្កើតfolder មួយទៀតដែលខ្ញុំបង្កើត folder នេះfolder ដែល making directory អូខេ mk dir svp 2.6 folder អានេះបើយើងអត់ដាក់បញ្ជាក់ថា folder ទេគឺវាចេញទេបញ្ជាក់ផងថាយើងបង្កើត svp 2.6 folder អូខេឥឡូវយើង enter វាមកអូខេឥឡូវយើងទៅឆែក command line វា ls/l8 អូខេណា command របស់យើងនេះsvp 2.6 folder អញ្ចឹងយើងមាន folder 2គឺ folder svp 2.1 និង svp 2.6 folder ឥឡូវនេះ command basic របស់យើងគឺបានចប់ប៉ុណ្ណេះគឺទៅលើការបង្កើត folder ការ check ទៅលើ folder នឹងម៉ោងពេលវេលាថ្ងៃខែអីយើងមានតែប៉ុណ្ណឹងហើយកន្លែងនេះយើងមិនមែនចុចខ្វែងបិទឆៅវាទេគឺយើងប្រើ command នេះគ្នាដោយសារយើងបាន connect and log in ទៅកាន់ YouTube server អញ្ចឹងបើយើងបិទឆៅអាចនឹងខូចដូចគ្នាយើងវាយ sudo shutdown now អូខេនេះconnection នេះ close by remote អូខេ connection IP address ប៉ុណ្ណេះ close អូខេអញ្ចឹងយើងបិទវាមកហើយយើងអូខេហើយ YouTube server យើងក៏បិទដូចគ្នាដែរនេះឃើញទេអញ្ចឹងការងារយើងក៏បានចប់តែប៉ុណ្ណេះសូមអរគុណសម្រាប់អ្នកទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមអរគុណ